សូមជូនរឿងព្រះអាទិត្យនិងព្រះច័ន្ទនៅសម័យបុរាណមានបងប្អូនពីរនាក់ដែលបានរស់នៅលើមេឃដែលបងប្រុសមានឈ្មោះថាព្រះអាទិត្យនិងប្អូនស្រីមានឈ្មោះថាព្រះច័ន្ទពួកគេទាំងពីរនាក់បានរស់នៅជិតគ្នាក៏ប៉ុន្តែចិត្តរបស់ពួកគេគឺខុសគ្នាព្រះអាទិត្យក៏ពិតជាស្រឡាញ់នូវភាពចែងចាំងរបស់ខ្លួនឯងខ្លាំងមែនទែនហើយចង់ឲ្យមនុស្សគ្រប់គ្នាមើលនឹងការសម្ដែងដ៏ស្រស់ស្អាតរបស់ខ្លួនរីឯព្រះច័ន្ទវិញនាងពិតជាស្រឡាញ់នូវភាពស្ងប់ស្ងាត់នាពេលយប់ខ្លាំងណាស់ដូចជាការដាក់អារម្មណ៍ស្ដាប់នៅសូរសំឡេងសត្វយំនៅពេលយប់និងមនុស្សគ្រប់គ្នាដែលចង់សម្រាកថ្ងៃមួយពួកគេទាំងពីរបានជជែកគ្នាអូនយើងគួរឲ្យពន្លឺរបស់យើងចែងចាំងជារៀងរាល់ថ្ងៃដើម្បីឲ្យពិភពលោកភ្លឺផ្លាត់ជានិច្ចប៉ុន្តែបងអើយបើពិភពលោកភ្លឺជានិច្ចមនុស្សនឹងមិនអាចសម្រាកបានទេយប់ក៏មានសារៈសំខាន់ដែរព្រះអាទិត្យក៏មិនបានយល់ព្រមនោះទេគាត់នៅតែបន្តបញ្ចេញពន្លឺយ៉ាងខ្លាំងជារៀងរាល់ថ្ងៃរហូតដល់មនុស្សនៅក្រោមផែនដីស្ទើរតែមិនអាចដេកបានសត្វស្លាបតូចៗក៏ធុញទ្រាន់ព្រោះពន្លឺមិនរលត់ឡើយព្រះច័ន្ទបានសោកសៅជាខ្លាំងប៉ុន្តែគាត់មិនខឹងនោះទេគាត់ចេះតែអត់ធ្មត់រៀងរាល់ពេលដែលព្រះអាទិត្យអស់កម្លាំងព្រះច័ន្ទនឹងបញ្ចេញពន្លឺស្រាលៗរបស់នាងដែលបណ្ដាឲ្យមនុស្សទាំងអស់ស្ងប់ចិត្តឡើងវិញរហូតដល់ថ្ងៃមួយព្រះអាទិត្យបានលើសូរសំឡេងសត្វតូចៗនិយាយថាអូខ្ញុំសូមអរគុណព្រះច័ន្ទណាស់បើគ្មាននាងយើងមិនអាចដេកសម្រាកបានទេពេលនោះព្រះអាទិត្យពិតជាបានយល់ភ្លាមគាត់បានទៅសុំទោសទៅដល់ប្អូនស្រីព្រះច័ន្ទញញឹមហើយនាងបាននិយាយទៅកាន់ព្រះអាទិត្យដែលជាបងថាបងអើយបើគ្មានពន្លឺរបស់បងនោះទេមនុស្សនឹងមិនអាចធ្វើការបាននោះឡើយនិងមិនអាចរស់នៅបានទេបងគឺសំខាន់ដូចជាខ្ញុំដែរយើងគួរតែចែកពេលគ្នាទៅចាប់តាំងពីពេលនោះមកព្រះអាទិត្យនិងព្រះច័ន្ទបានចែកពេលវេលាគ្នាដែលព្រះអាទិត្យគ្រប់គ្រងនៅពេលថ្ងៃនិងព្រះច័ន្ទនាងបានគ្រប់គ្រងនៅពេលយប់ពិភពលោកទាំងមូលបានក្លាយទៅជាកន្លែងមានក្តីសុខនិងស្រស់ស្អាតបំផុតតម្លៃអប់រំនៃរឿងនេះផងដែរបានបង្រៀនកុមារថាមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃនិងមានតួនាទីរៀងៗខ្លួនការចែករំលែកនិងការអត់ធ្មត់អាចបង្កើននូវសន្តិភាពបានគ្រប់គ្នា